ចាសសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះវិលមកជួបអ្នកគ្រូសាជាថ្មីនៅវីដេអូទី3រៀនអំពីវិធីសាស្ត្រសរសេរតែសេចក្តីគឺអ្នកគ្រូលើកយកវិធីសាស្ត្រសរសេរបែបសរសើរអញ្ចឹងយើងបាន2ប្រធានហើយប្រធានទី1គឺការងារជំនាញប្រាក់ប្រធានទី2គុណធម៌គឺជាតម្លៃដែលមនុស្សគ្រប់រូបត្រូវតែមានចាអញ្ចឹងយើងបាន2ប្រធានហើយថ្ងៃនេះយើងចូលដល់ប្រធានទី3ពីវិធីសាស្ត្រសរសើរដែរគឺប្រធានយើងវិជាជាប្រភពនៃសេចក្តីសុខសុភមង្គលចាតើមានន័យយ៉ាងណាចូលបកស្រាយអញ្ចឹងវិជាជាប្រភពនៃសេចក្តីសុខសុភមង្គលអញ្ចឹងយើងត្រូវអានប្រធានឲ្យបាន2ទៅ3ដងយ៉ាងតិចអញ្ចឹងនៅពេលដែលអូនអានប្រធានយល់ហើយអូនត្រូវរកពាក្យកលឹះដែលក្តោបឲ្យអត្ថន័យប្រធានអញ្ចឹងយើងមុននឹងរកពាក្យកលឹះដែលក្តោបឲ្យអត្ថន័យប្រធានឃើញហើយយើងត្រូវដឹងថាវិធីសាស្ត្រសរសើរគឺគេសរសេរយ៉ាងម៉េចអញ្ចឹងយើងដឹងហើយវិធីសាស្ត្រសរសើរគឺជាវិធីផ្ដើមមួយបែបដែលតម្រូវឲ្យអ្នកសរសេរនឹងឯងពោលសរសើរលើកតម្កើងខ្លឹមសារនៃមតិគោលឬទស្សនៈគោលរបស់ប្រធានដែលបានដាក់រហូតដល់យើងអាចមានលទ្ធភាពលើកប្រធានចូលចាហ្នឹងគឺគេហៅថាវិធីសាស្ត្រសរសើរអញ្ចឹងយើងឃើញថាគោលរបស់ប្រធានគឺនិយាយអំពីវិជាកាលណាមានវិជាគឺមានសេចក្តីសុខសុភមង្គលអញ្ចឹងតោះឥឡូវយើងទៅរៀនធ្វើទាំងអស់គ្នាវិធីសាស្ត្រសរសើរនៅក្នុងការសរសេរសេចក្តីផ្ដើមអញ្ចឹងប្រធានទី1ទី2នោះអ្នកសរសេរអត់ទាន់បានចប់ទេគឺប្រធានទី1មានតែសេចក្តីផ្ដើមទេតែពេលប្រធានទី2គឺដល់ត្រឹមបកស្រាយអញ្ចឹងប្រធាននេះគឺអ្នកគ្រូនឹងប្រាប់ពីគន្លឹះនៅក្នុងការសរសេរហើយអ្នកគ្រូនឹងធ្វើសេចក្តីអត្ថាធិប្បាយគោលទៀតដើម្បីឲ្យអូនយល់ជាប្រធានចុងក្រោយឯនៅក្នុងការសរសេរវិធីសាស្ត្រនៅក្នុងការសរសេរសេចក្តីផ្ដើមឬក៏លំនាំបញ្ហាគឺវិធីសាស្ត្រសរសើរតោះឥឡូវយើងកុំឲ្យខាតពេលយើងទៅមើលបន្តទៀតចាអញ្ចឹងអ្នកគ្រូសរសេរ highlight មានខ្មៅមានខៀវការរស់នៅក្នុងសង្គមសពថ្ងៃមិនថាជាតិសាសន៍ណាទេរមែងប្រាថ្នាចង់បាននៅចំណេះវិជ្ជាគ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោកគឺគេត្រូវការចំណេះវិជ្ជាទាំងអស់ដើម្បីជាគ្រឿងទ្រទ្រង់ជីវិតរស់នៅឲ្យបានខ្ពង់ខ្ពស់ល្អត្បិតចំណេះវិជ្ជាបើមាននៅក្នុងខ្លួននរជនណាហើយតែងតែញ៉ាំងនរជននោះឲ្យប្រកបទៅដោយកិច្ចការនានាក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានប្រសើរជាដរាបចាអញ្ចឹងគឺជនណាដែលមានចំណេះវិជ្ជាគឺតែងតែធ្វើឲ្យជីវភាពប្រចាំថ្ងៃហ្នឹងបានប្រសើរចាអញ្ចឹងទោះបីជាការរៀនដើម្បីឲ្យបានចំណេះវិជ្ជាហ្នឹងវាល្វីងវាជូរវាចត់ប៉ុន្តែលទ្ធផលចុងក្រោយផ្លែផ្កាគឺវាផ្អែមដោយយល់ពីតម្លៃมันអាចកាត់ថ្លៃបាននៅចំណេះវិជ្ជាបែបនេះហើយទើបមានប្រធានមួយហ៊ានលើកឡើងថាវិជ្ជាជាប្រភពនៃសេចក្តីសុខសុភមង្គលតើប្រធានដែលបានលើកឡើងនេះបង្កប់នៅអត្ថន័យយ៉ាងណាចាអញ្ចឹងយើងមើលគេសរសើរទៅលើអីគេសរសើរទៅលើចំណេះវិជ្ជាអញ្ចឹងគេត្រូវតែលើកតម្កើងលើកសរសើរចំណេះវិជ្ជាអ្នកដែលមានចំណេះវិជ្ជាគឺតែងតែមានជីវភាពល្អប្រសើរអញ្ចឹងយើងមានជីវភាពល្អប្រសើរហ្នឹងហើយដែលធ្វើឲ្យដែលយើងអាចគេចផុតពីអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យគ្រួសារមានសុភមង្គលរស់នៅជួបជុំប្តីប្រពន្ធកូនឪពុកម្ដាយធ្វើឲ្យមានសេចក្តីសុខចាអញ្ចឹងនេះគឺជាវិធីសរសើរទៅលើអីសរសើរទៅលើចំណេះវិជ្ជាអានេះគឺយើងផ្ដើមបន្ទាប់មកគឺយើងចាប់ផ្ដើមសរសើរហើយបន្ទាប់មកគឺយើងសរសេរសំណួរដើម្បីទាញប្រធានចូលអាហ្នឹងទើបមានប្រធានមួយលើកឡើងថានេះអាហ្នឹងគេហៅថាចំណូលបញ្ហាអាធំនេះទៅគឺគេហៅថាធំនេះមកគេហៅថាលំនាំបញ្ហាដល់ពេលអាពាក្យចោតសួរនេះតើប្រធានខាងលើនេះបង្កប់នៅអត្ថន័យយ៉ាងណាគេហៅថាចំណោទបញ្ហាតោះឥឡូវយើងកុំឲ្យខាតពេលបន្តទៅទៀតអញ្ចឹងអ្នកគ្រូនឹងបន្តមេរៀនទៀតគឺយើងចូលមកដល់តួសេចក្តីគឺចូលដល់ឃ្លាភ្ជាប់សេចក្តីមុននឹងឈាន
ដល់ការបកស្រាយអត្ថន័យប្រធានខាងលើឲ្យបានក្បោះក្បាយយើងគប្បីយល់ន័យនៃពាក្យវិជានិងសេចក្តីសុខសុភមង្គលចាសេចក្តីសុខសុភមង្គលហ្នឹងគឺយើងបញ្យល់តែមួយជាមុនសិនចាអញ្ចឹងគឺយើងឃើញឥឡូវអ្នកគ្រូបកទៅក្រោយបន្តិចវិញគឺយើងឃើញថាសេចក្តីផ្ដើមនេះមិញយើងឃើញចុះបន្ទាត់ប៉ុន្មានចាគឺចុះបន្ទាត់ចំនួន2ដងគឺចុះបន្ទាត់កន្លែងលំនាំបញ្ហាមួយនិងចំណោទបញ្ហាមួយដល់ពេលតួសេចក្តីកន្លែងឃ្លាភ្ជាប់សេចក្តីនេះចុះបន្ទាត់មួយទៀតអញ្ចឹងឃ្លាភ្ជាប់សេចក្តីដល់ពេលបញ្យល់ពាក្យវិជាមានន័យថាចំណេះជំនាញអញ្ចឹងអ្នកមានវិជាគឺមានចំណេះមានជំនាញឬបំណិនប្រសពនានាដែលយើងអាចយកមកដោះស្រាយបញ្ហាផ្សេងចំពោះមុខចាហ្នឹងគឺយើងបញ្យល់ទៅលើពាក្យថាវិជាយើងអត់មានបញ្យល់ថ្នាក់ពាក្យជាអីអត់ទេចំណែកឯសេចក្តីសុខចាអញ្ចឹងគឺចំណែកឯតាមពិតត្រូវវាឲ្យវានៅខាងក្រៅសញ្ញាផន្តរៈដែលអ្នកគ្រូដាក់ទៅក្នុងទៅហើយអញ្ចឹងឲ្យវានៅទៅសេចក្តីសុខសុភមង្គលវិញគឺជាសេចក្តីសុខគ្រប់បែបយ៉ាងទាំងផ្លូវកាយនិងផ្លូវចិត្តចាសេចក្តីសុខបានន័យថាមានសេចក្តីសុខគឺមានសុភមង្គលហើយអញ្ចឹងទាំងផ្លូវកាយនិងផ្លូវចិត្តបើសិនជាគេវាយដំប្រើហិង្សារាល់ថ្ងៃគឺរាងកាយយើងរងគ្រោះរាល់ថ្ងៃសួរថាយើងមានសេចក្តីសុខទេអត់ទេអញ្ចឹងដូចនេះតាមរយៈអត្ថន័យនៃពាក្យគន្លឹះយើងអាចនិយាយបានថាប្រធាននេះចង់មានន័យបង្ហាញឲ្យដឹងពីចំណេះជំនាញឬបំណិនប្រសពផ្សេងរបស់យើងដែលប្រើសម្រាប់ដោះស្រាយបញ្ហានានាគឺជាប្រភពនៃសេចក្តីសុខសុភមង្គលគ្រប់យ៉ាងទាំងផ្លូវកាយនិងផ្លូវចិត្តចាអញ្ចឹងយើងអានេះគេហៅថាពយលនៃប្រធានអញ្ចឹងពយលនៃប្រធានយើងអត់ដាក់ពាក្យដដែលលេងអញ្ចឹងយើងដកពាក្យវិជាចេញគឺវិជាមានន័យថាចំណេះជំនាញបំណិនប្រសពអញ្ចឹងយើងដាក់ចំណេះជំនាញបំណិនប្រសពផ្សេងដែលប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហានានាធ្វើឲ្យយើងមានសេចក្តីសុខសុភមង្គលគ្រប់បែបយ៉ាងទាំងផ្លូវកាយនិងផ្លូវចិត្តតាមពិតកន្លែងនេះគឺយើងដកអាសេចក្តីសុខសុភមង្គលហ្នឹងក៏បានដែរយើងដាក់ពាក្យថាដកពាក្យថាសុភមង្គលយើងប្រើតែពាក្យថាសេចក្តីសុខគ្រប់បែបយ៉ាងទាំងផ្លូវកាយទាំងផ្លូវចិត្តក៏បានដែរចាអញ្ចឹងយើងបន្តទៅទៀតអញ្ចឹងយើងឃើញថាចំណុច3ចំណុចនេះគឺយើងចុះបន្ទាត់តែមួយទេគឺចុះបន្ទាត់តែឃ្លាភ្ជាប់សេចក្តីទេពយល់ពាក្យពយល់នៃប្រធានអត់មានចុះបន្ទាត់ទេគឺសរសេរតែមួយកថាខណ្ឌនេះអញ្ចឹងយើងបន្តទៅទៀតយើងបកស្រាយគំនិតប្រធានចាបកស្រាយប្រធានគឺយើងនិយាយអំពីលក្ខណៈនៃចំណេះវិជ្ជាអានេះគឺគេហៅថាគម្រោងហើយប៉ុន្តែតិចទៀតអ្នកនឹងធ្វើសេចក្តីអធិប្បាយឲ្យគ្រាន់តែអ្នកដែលលើកគម្រោងនេះឲ្យគេលោអូនចង់សរសេរម្ដងទៀតអីតែអ្នកនឹងធ្វើសេចក្តីអធិប្បាយឲ្យនៅស្លាយបន្តទៀតចំណេះវិជ្ជាដែលបានមកពីគ្រួសារយើងកើតមកចាប់ផ្ដើមចេះដើរចេះនិយាយចេះហៅម៉ាក់ចេះហៅប៉ាចេះជំរាបសួរចេះចាប់អីទាំងអស់ហ្នឹងឯងគឺក៏ជាចំណេះជំនាញដែរចំណេះវិជ្ជាដែលបានមកពីគ្រួសារអញ្ចឹងដល់ពេលយើងធំតិចគ្រួសារបរៀនអូនឲ្យចេះនិយាយសម្ដីគួរសមចេះគោរពចាស់ទុំអីគ្រប់បែបយ៉ាងហ្នឹងហើយគឺចំណេះដែលបានមកពីគ្រួសារដល់ពេលអូនធំបន្តិចដល់អាយុ3ឆ្នាំគឺអូនទៅរៀនដែរអញ្ចឹងចំណេះហ្នឹងគឺបានមកពីសាលាគ្រួសារខ្លះសាលារៀនខ្លះបន្តមកទៀតនៅពេលដែលអូនធំពេញវ័យបែកគ្រួសារមានប្តីមានប្រពន្ធចំណេះជំនាញបានមកពីបទពិសោធន៍សង្គមនៅពេលដែលអូនចេញធ្វើការងារអញ្ចឹងផលនៃចំណេះវិជ្ជាការងារនិងមុខរបរអញ្ចឹងនៅពេលដែលយើងបានអា3នេះហើយគ្រប់ហើយគ្រួសារក៏យើងទទួលបានសាលារៀនទទួលបានមានបទពិសោធន៍ទៀតអញ្ចឹងធ្វើឲ្យយើងមានការងារនិងមុខរបរទ្រព្យសម្បត្តិជៀសផុតពីភាពក្រីក្រកាលណាមានការងារមានមុខរបរត្រឹមត្រូវសុចរិតមានចំណូលរាល់ថ្ងៃអញ្ចឹងជៀសផុតពីភាពក្រីក្របន្តទៀតមានកិត្តិយសកាលណាជៀសផុតពីមានភាពក្រីក្រមានកិត្តិយសមានមុខមាត់មានអំណាចសិលធម៌គុណធម៌លទ្ធភាពករណីឈឺមានទុក្ខលំបាកផ្សេងចាអញ្ចឹងគឺមានលទ្ធភាពព្យាបាលជំងឺឧបមាថាកូនមានបញ្ហាទៅរៀនត្រូវបង់សាលាត្រូវជួលផ្ទះហ្នឹងហើយឃើញទេអញ្ចឹងបើសិនជាយើងឈឺឬក៏យើងមានទុក្ខលំបាកផ្សេងយើងអាចដោះស្រាយបានយើងមានលទ្ធភាពនៅក្នុងការដោះស្រាយឬក៏កូនមានបញ្ហាអីគឺយើងអាចជួយដោះស្រាយបញ្ហាកូនបាននៅពេលដែលយើងមានចំណេះចំណេះវិជ្ជាចាអញ្ចឹងឥឡូវយើងចូលមកដល់ការបកស្រាយអញ្ចឹងអ្នកគ្រូលើកយកលក្ខណៈនៃចំណេះវិជ្ជាហើយនឹងផលប្រយោជន៍នៃចំណេះវិជ្ជាអ្នកគ្រូនឹងយកមកបង្ហាញចាមុននឹងអ្នកគ្រូបង្ហាញហ្នឹងយើងមើលសំនួនដែលអ្នកគ្រូបានប្រើអ្នកគ្រូប្រើសំនួនដំបូងចាប់ផ្ដើមចុះបន្តទៀតដែលប្រើជាការប៉ັດហើយភាគច្រើនពួកយើងដាក់ជាការប៉ັດណាស់អញ្ចឹងអ្នកគ្រូដាក់ជាការប៉ັດហើយប៉ັດមែនហើយហ្នឹងអូនអាចប្រើបាន
ចាអញ្ចឹងគឺយើងលើកយកលក្ខណៈនៃចំណេះវិជ្ជានិងផលប្រយោជន៍នៃចំណេះវិជ្ជាអាហ្នឹងគេហៅថាបកស្រាយខ្លឹមសារប្រធានឬក៏សេចក្តីលម្អិតគាំទ្រគំនិតរបស់ប្រធានអត់តន់ចូលឧទាហរណ៍ទេពិតមែនហើយវិជ្ជាឬចំណេះជំនាញផ្សេងដែលយើងមានគឺពិតជាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ក្នុងការកំណត់នៅសេចក្តីសុខសុភមង្គលរបស់មនុស្សម្នាក់ចាអញ្ចឹងចំណេះវិជ្ជាពិតជាមានសារៈសំខាន់ណាស់សម្រាប់កំណត់នៅសេចក្តីសុខនិងសុភមង្គលកាលណាឪពុកម្ដាយមានចំណេះវិជ្ជាហើយនឹងគឺកូនប្រកាសជារស់នៅបានសេចក្តីសុខសុភមង្គលមានភាពកក់ក្ដៅតែបើឪពុកម្ដាយអត់មានចំណេះវិជ្ជាទេផឹកស្វឹងរាល់ថ្ងៃប៉ាវឡាយលេងល្បែងកតុយលេងបៀគឺមកដល់ផ្ទះវិញកូនប្រកាសជាត្រូវហិង្សាហើយដោយសារថ្ងៃខ្លះក៏លេងចាញ់ថ្ងៃខ្លះក៏លេងឈ្នះអីចឹងចាអញ្ចឹងគឺជាការពិតណាស់ចំណេះវិជ្ជាគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាប្រសិនបើបុគ្គលណាមិនមានចំណេះជំនាញចំណេះអ្វីមួយឲ្យពិតប្រាកដនោះទេចាចំណេះវិជ្ជានឹងមិនមែនចាំបាច់ទៅថាបានធ្វើការរត់បានអីទេកាលណាគាត់រៀនចេះដឹងគាត់មានបទពិសោធន៍សង្គមគាត់រៀនខាងជំនាញអីផ្សេងគាត់មានសិលធម៌មានគុណធម៌ក៏គេចាត់ទុកថាជាមនុស្សដែលមានចំណេះវិជ្ជាដែរគាត់ចេះជាងឡានគាត់ចេះជាងភ្លើងគាត់ចេះជាងផ្ទះគ្រឿងជើងសំណង់ធ្វើផ្ទះធ្វើអីហ្នឹងគឺសត្វតែចំណេះវិជ្ជាទាំងអស់ឲ្យតែគាត់ជាមនុស្សមានគុណធម៌សិលធម៌ដែលផ្ដល់ភាពកក់ក្ដៅដល់កូនអីចឹងទៅក៏មិនមែនជាមនុស្សដែលស្វឹងខួបប្រើប្រាស់គ្រឿងញៀនលក់គ្រឿងញៀននេះអញ្ចឹងឲ្យតែគាត់ធ្វើការងារសុចរិតជាមនុស្សមានគុណធម៌គេហៅថាអ្នកមានចំណេះវិជ្ជានោះជីវិតរស់នៅរបស់គេគឺពិតជាជួបប្រទះនឹងបញ្ហាមិនខានឡើយចាបើសិនជាអត់មានចំណេះវិជ្ជាដូចអ្នកគ្រូថាមិញអញ្ចឹងប្រើប្រាស់គ្រឿងញៀនជក់បរិយលេងបៀជីវិតរបស់គេនឹងជួបនៅបញ្ហាមិនខានទេអត់មានណាអត់ជួបទេព្រោះអីនៅពេលដែលប្រើគ្រឿងញៀនគេចាប់បានចាប់ដាក់គុកលក់គ្រឿងញៀនគេចាប់បានគុកដែរចាអញ្ចឹងផឹកស្រាលេងល្បែងមកដល់ផ្ទះវិញអត់លុយកូនបាត់បង់ការសិក្សាខ្វះភាពកក់ក្ដៅឆ្លោះគ្នាប្រើអំពើហិង្សាផ្សេងហ្នឹងហើយជាបញ្ហាបើនិយាយអំពីប្រភពនៃចំណេះវិជ្ជាវិញចាអញ្ចឹងគឺយើងចាប់ដើមចូលពីប្រភពតែចំណេះវិជ្ជាមិនបានមកពីណាតាំងពិតដែលចំណុចសំខាន់មិញអ្នកគ្រូប្រាប់ឲ្យចំណេះវិជ្ជាបានមកពីចំណុច3សំខាន់មិញដំបូងបំផុតគឺពីគ្រួសារសាលារៀននិងសង្គមចាអញ្ចឹងយើងបន្តទៀតឬចំណេះរបស់មនុស្សមានច្រើនគឺសំខាន់ណាស់តែបើគិតជារួមចំណេះវិជ្ជាចំនួន3ដែលសំខាន់បំផុតចាចំណេះវិជ្ជាវាមិនមែនមានតែ3ហ្នឹងទេវាមានច្រើនទៀតដែលសំខាន់នោះប៉ុន្តែបើយើងគិតជារួមទៅគឺសំខាន់បំផុតហ្នឹងគឺមានតែ3ទេក្នុងនោះគឺចំណេះវិជ្ជាប្រភេទទី1គឺប្រភេទដែលយើងទទួលបានពីក្រុមគ្រួសារសាច់ញាតិឬក៏មនុស្សដែលនៅជិតដិតនឹងយើងដែលបានបង្រៀនយើងឲ្យយល់ដឹងពីបញ្ហាផ្សេងដើម្បីក្លាយទៅជាមនុស្សល្អពូកែម្នាក់ក្នុងការដេកដើរឈរអង្គុយការនិយាយស្ដីជាដើមគឺអ្វីទាំងអស់ដែលតេតិននឹងជីវិតក្នុងគ្រួសារសិលធម៌សុជីវធម៌និងតម្លៃនៃគុណធម៌ទៅតាមមជ្ឈដ្ឋាននៃច្បាប់វង្សត្រកូលនីមួយចាអញ្ចឹងឪពុកម្ដាយពេលដែលអូនកើតមកចេះមើលចេះសើចចេះសប្បាយចេះហៅម៉ាក់ចេះហៅប៉ាគាត់ចាប់ផ្ដើមបរៀនកខ1 2ជំរាបសួរអីហ្នឹងឯងគឺហ្នឹងឯងនិយាយអំពីសិលធម៌ឃើញចាស់ទុំត្រូវជំរាបសួរត្រូវអោនលំទោនហ្នឹងឯងគឺសិតតែជាចំណេះវិជ្ជានៃដែលទទួលបានពីគ្រួសារចំណែកឯចំណេះវិជ្ជាទី2គឺចំណេះវិជ្ជាទាំងឡាយណាដែលយើងទទួលបានពីថ្នាលបណ្ដុះបណ្ដាលតាំងពីក្មេងវ័យពីអាយុ3ឆ្នាំយើងរងៃបង្ការជំនាន់នេះគឺចូលរៀននៅអាយុ6ឆ្នាំអញ្ចឹងរហូតដល់ពេលយើងមានលទ្ធភាពចេញប្រឡូកក្នុងកិច្ចការសង្គមបានចារហូតដល់អាយុ18ឆ្នាំទៅរៀនមហាវិទ្យាល័យចប់មហាវិទ្យាល័យ4ឆ្នាំគឺប្រឡូកនៅក្នុងសង្គមវិជ្ជាប្រភេទនេះគឺជាវិជ្ជាស្តង់ដារជំនាញដែលយើងទទួលបានពីលោកគ្រូអ្នកគ្រូរបស់យើងចាអញ្ចឹងវិជ្ជាដែលយើងទទួលបានពីសាលារៀនគឺជាវិជ្ជាស្តង់ដារដែលយើងទទួលបានពីលោកគ្រូអ្នកគ្រូរបស់យើងដែលគាត់ខំបរៀនយើងតាំងពីណាស់ថ្នាក់មត្តេយ្យរហូតដល់ចប់បញ្ញាបត្រឬក៏អ្នកខ្លះចប់អនុបណ្ឌិតទៀតរួមមានគណិតវិទ្យាអក្សរសាស្ត្រប្រវត្តិសាស្ត្រភូមិវិទ្យានយោបាយសេដ្ឋកិច្ចឬស្ថាបត្យកម្មជាដើមចំណេះវិជ្ជាដូចដែលបានរៀបរាប់ទាំងនេះគឺត្រូវការនៅការសិក្សារៀនជំនាញពីអ្នកឯកទេសចាអញ្ចឹងគឺពេលដែលយើងរៀននៅបឋមគឺយើងរៀនទូទៅប៉ុន្តែយើងចាប់ចូលអនុវិទ្យាល័យទៅគឺសិតតែមានគ្រូឯកទេសផ្សេងឯកទេសអក្សរសាស្ត្រឯកទេសប្រវត្តិឯកទេសភូមិនយោបាយសេដ្ឋកិច្ចអីផ្សេងគឺសិតតែគាត់បានបំពាក់បំពន់គាត់បានរៀនពីឯកទេសនោះយ៉ាងច្បាស់ពីសាលាគរុកោសល្យដែលអាចមកបង្រៀនអូនបានពីសាលាបណ្ដុះបណ្ដាលចាសាលាបណ្ដុះបណ្ដាលគឺសាលាគរុកោសល្យនេះឯងទើប
អាចទទួលទើបអាចទទួលបានល្អរីឯចំណេះវិជ្ជាចុងក្រោយគេនោះគឺចំណេះវិជ្ជាដែលយើងទទួលបានពីសង្គមដែលយើងរស់នៅជាអ្នកបង្ហាត់បង្រៀនយើងថាគួរដើរយ៉ាងណាដោះស្រាយបញ្ហាយ៉ាងណាទើបប្រសើរពេលខ្លះរូបមន្តវិធីឬមេរៀនដែលយើងទទួលបានពីផ្ទះឬពីសាលាមិនប្រកាសថាអាចអនុវត្តនៅក្នុងជីវិតរស់នៅជាក់ស្ដែងក្នុងសង្គមបានប្រសើរឡើយត្បិតគេកលៈទេសៈសង្គមមិនមែនសុទ្ធតែថិតថេរចាអញ្ចឹងគឺមានការប្រែប្រួលមិនមានវិវត្តនោះឡើយអញ្ចឹងបានន័យថាសង្គមមានការវិវត្តយើងឃើញហើយសង្គមខ្មែរយើងក៏មានការវិវត្តជាច្រើនសម័យកាលមកដែរអញ្ចឹងគឺมันប្រកាសថាយើងរៀនពីសាលានៅពីផ្ទះមកតាំងពីសម័យបុរាណមកយកមកអនុវត្តបានត្រូវរហូតទេអញ្ចឹងទៅចេះបត់បែនកែប្រែទៅតាមសម័យកាលដូចជាយើងរៀនពីដើមពីសម័យបុរាណឥឡូវយើងរៀនមកដល់សម័យ digital ឯទៀតហើយចាបែបនេះហើយទើបយើងត្រូវរៀនពីសង្គមបន្ថែមទើបគប់ប្រសើរល្អប្រសិនបើយើងម្នាក់ពិតជាអាចរៀនសូត្រវិជ្ជាបានពីប្រភពសំខាន់ទាំង3ខាងលើមែនច្បាស់ណាស់ជីវិតរស់នៅរបស់យើងគឺពិតប្រាកដជាជួបប្រទះនឹងសេចក្តីសុខចម្រើនមិនខានចាបើសិនជាយើងបានរៀនពីចំណុច3ខាងលើនឹងបានច្បាស់លាស់មែនគឺយើងប្រកាសជារស់នៅបានសេចក្តីសុខចម្រើនត្បិតចំណេះវិជ្ជាទាំងនោះនឹងធ្វើឲ្យយើងមានការងារមានមុខរបរត្រឹមត្រូវសម្រាប់បង្កើតបានជាធនធានមាសប្រាក់លុយកាក់មុខរបរយកមកផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរចាក់ផុតពីភាពក្រីក្រមានន័យថាដរាបណាក្នុងគ្រួសារមានមាសប្រាក់មានចំណូលគ្រប់គ្រាន់ហើយដរាបនោះសេចក្តីស្រេកឃ្លាននិងអំពើហិង្សាក៏នឹងកាត់បន្ថយដែរចាអញ្ចឹងគ្រួសារដែលមានចំណេះដឹងដូចជាឪពុកម្ដាយជាគ្រូបង្រៀនជាគ្រូពេទ្យជាប៉ូលីសជាទាហានផ្សេងដែលគាត់បានរៀនសូត្របានចេះដឹងទោះបីជាគាត់ជាជាងជួសជុលឡានជាជាងម៉ាស៊ីនត្រជាក់តែគាត់មានចំណេះដឹងគឺគាត់ប្រកាសជាយល់ដឹងអំពីសេចក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅដល់កូនហាងកាត់បន្ថយនៅអំពើហិង្សាគឺអត់មានទេលើពីនេះទៅទៀតចំណេះវិជ្ជាមិនត្រឹមតែផ្ដល់ឲ្យយើងនៅការងារមុខរបរឬទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែតាមរយៈការងារនិងមុខរបរទ្រព្យធនទាំងនោះធ្វើឲ្យយើងคล้ายជាមនុស្សថ្លៃថ្នូរមានមុខមាត់ក្នុងសង្គមចាអញ្ចឹងនៅពេលដែលយើងមានចំណេះវិជ្ជាគឺធ្វើឲ្យយើងមានជាមនុស្សថ្លៃថ្នូរមានមុខមាត់ក្នុងសង្គមទៅណាមកណាក៏គេគោរពគេថាអូយគ្រួសារនោះស្រឡាញ់គ្នាណាស់ផ្ដល់ភាពកក់ក្ដៅដល់កូនណាស់មើលទៅមានសុភមង្គលណាស់នឹងត្រូវបានគេឲ្យតម្លៃអញ្ចឹងគេគោរពឲ្យតម្លៃទៀតបានកូនរៀនបកែទៀតអញ្ចឹងគេសួរបាត់ពិសោធន៍ថាធ្វើម៉េចដើម្បីបានកូនរៀនបកែធ្វើម៉េចបានជាកូនចេះស្ដាប់ប្រកបធ្វើម៉េចបានកូនមានសុជីវធម៌ចាហ្នឹងហើយគឺការផ្ដល់តម្លៃមួយវិញទៀតជនណាដែលមានចំណេះវិជ្ជាក្នុងខ្លួនហើយជននោះនឹងមិនងាយទៅប្រព្រឹត្តអំពើពំគាប់បីឡើយឬអំពើឆ្គាំឆ្គងណាមួយខុសនឹងច្បាប់ផ្ទុយទៅវិញអញ្ចឹងយើងប្រើពាក្យផ្ទុយទៅវិញប្រើសំនួនពាក្យគេច្រើនតែជាបុគ្គលមានគុណធម៌ស្គាល់ល្អអាក្រក់បុណ្យបាបប្រព្រឹត្តអ្វីដោយឆ្លងកាត់នៅសតិសម្បញ្ញៈជានិច្ចពីព្រោះដោយសារចំណេះវិជ្ជាសម្រាប់ថ្លឹងថ្លែងពិចារណារកខុសរកត្រូវនេះជាគោលជាពិសេសជាងនេះទៅទៀតចំណេះវិជ្ជាទាំងឡាយណាដែលយើងមានមិនត្រឹមតែផ្ដល់ឲ្យយើងត្រឹមចេះវិនិច្ឆ័យរវាងអ្វីគួរឬមិនគួរនោះទេថែមទាំងធ្វើឲ្យយើងคล้ายជាមនុស្សម្នាក់ដ៏ប៉ិនប្រសប់មានការបត់បែនប្រកបដោយគំនិតច្នៃប្រឌិតទោះបីជួបនៅឧបសគ្គរារាំងធំកម្រិតណាក៏ដោយក៏គង់នឹងអាចកែខៃដោះស្រាយបានចាអញ្ចឹងទោះបីជាយើងមានចំណេះវិជ្ជាទោះបីជាយើងជួបបញ្ហាធំយ៉ាងណាក៏យើងអាចដោះស្រាយបានដែរយើងអត់មានវិបត្តិផ្លូវចិត្តលូតទឹកលូតអីស្លាប់ខ្លួនអីអត់ទេតែបើអ្នកអត់មានចំណេះវិជ្ជាតើដោះស្រាយបានស្រួលលូតទឹកស្លាប់ខ្លួនបានតួយ៉ាងអញ្ចឹងយើងប្រើសំនួនពាក្យតួយ៉ាងនេះបានន័យថាយើងចាប់ផ្ដើមលើកឧទាហរណ៍ចូលអញ្ចឹងប្រធានយើងគេអត់បានប្រាប់ថាលើកឧទាហរណ៍នៅណាខ្លះទេអញ្ចឹងអាណាអត់បានប្រាប់អញ្ចឹងគឺយើងអាចលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍នៅក្នុងប្រវត្តិសាស្ត្រនិងនៅក្នុងសង្គមជាក់ស្ដែងចាតួយ៉ាងតួអង្គចាស់ចិត្តក្នុងរឿងកលាប់ដៃព្រលឹងអ្វីត្បិតថាជាជនដែលគ្មានគ្រួសារឪពុកស្លាប់ចោលគ្មានម្ដាយកំព្រាមែនគ្មានញាតិមិត្តទេក្រខ្សត់ក៏ពិតមែនតែចៅចិត្តមិនបានបណ្ដែតបណ្ដោយវាសនារបស់ខ្លួនទៅតាមយថាកម្មឡើយដោយបានខិតខំហ្វឹកហាត់កិច្ចការដែលខ្លួនមាន
ក្នុងនាមជាកម្មករជីកត្បូងដោយម៉ត់ចត់រហូតคล้ายទៅជាមនុស្សដ៏មានសមត្ថភាពនិងគុណធម៌បំពេញកិច្ចការនានាចំពោះមុខដោយមិនរុញរាឬអល់ឯកម្ដងឡើយចុងបញ្ចប់តាមរយៈចំណេះជំនាញដ៏ច្បាស់លាស់ដែលខ្លួនមាននេះហើយជីវិតរបស់ចៅចិត្រក៏ទទួលបានរស្មីស្រស់បំប្រងពោពេញទៅដោយសុភមង្គលឃើញទេអញ្ចឹងចៅចិត្រតាំងពីមានឪពុកនឹងឯងខំរៀនរហូតដល់បានសញ្ញាបត្រប្រកាសនីយបត្របន្ទាប់មករៀនចេះធ្វើឡានរៀនចេះជួសជុលឡានរៀនចេះបើកឡានអញ្ចឹងចៅចិត្រនឹងឯងគឺខំប្រឹងរៀនដល់ពេលនៅពេលដែលអស់ពីឪពុកទៅអត់បានបដែតបដោយខ្លួនទៅតាមយថាកម្មទេគឺចៅចិត្របានយកចំណេះដែលខ្លួនឯងមាននឹងបង្ចេញហើយមានគុណធម៌មានសិលធម៌ទៀតធ្វើឲ្យជីវិតចៅចិត្រចុងក្រោយគឺស្រស់បំព្រងមានសុភមង្គលស្រដៀងគ្នានេះដែរតួអង្គណាទៀតគឺរដ្ឋមន្ត្រីវ័យក្មេងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ជាជនដែលពោពេញទៅដោយចំណេះវិជ្ជាចាអញ្ចឹងគឺរដ្ឋមន្ត្រីវ័យក្មេងគាត់ទៅរៀនដល់បារាំងហើយគាត់មានគុណធម៌ទៀតបានបញ្ចប់ការសិក្សាពីប្រទេសបារាំងជាហេតុធ្វើឲ្យលោកអាចមានលទ្ធភាពធ្វើជារដ្ឋមន្ត្រីទាំងវ័យក្មេងប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងជីវិតរស់នៅមានតែសេចក្តីសុខសុភមង្គលផ្ទុយទៅវិញតួអង្គសំដែលជាជនក្រីក្រទុរគតគ្មានចំណេះគ្មានជំនាញការងារអ្វីមិនពិតប្រាកដជីវិតពោពេញទៅដោយទុក្ខសោកនារីប្រត់ប្រាស់គ្រប់បែបយ៉ាងគ្រួសារគ្មានសុភមង្គលចំណែកឯនៅក្នុងប្រវត្តិសាស្ត្រវិញចានេះគឺយើងលើកយកតែ2រឿងឯងអូនអាចដាក់យក3រឿងក៏បានដែរដូចជារឿងមាលាដួងចិត្តតួអង្គតិគិវុត្តបានខិតខំរៀនរហូតដល់បានសញ្ញាបត្រហើយបានទៅធ្វើជាលោកបាឡាត់អីចឹងទៅអញ្ចឹងទោះបីជាមានការឈឺចាប់ខ្លះប៉ុន្តែក៏តិគិវុត្តនឹងឯងក៏ចុងបញ្ចប់ក៏មានសុភមង្គលដែលមានរស្មីស្រស់បំព្រងដែរចំណែកឯនៅក្នុងប្រវត្តិសាស្ត្រវិញអញ្ចឹងយើងអ្នកលើកយកក្នុងប្រវត្តិសាស្ត្រតែម្ដងក៏បង្ហាញផងដែរនៅចំណេះជំនាញផ្សេងពីគឺពិតជាប្រភពនៃសុភមង្គលជាក់ស្ដែងតាមរយៈផុសតាងដែលមាននៅក្នុងសាលាចារឹកយើងបានដឹងថានៅសម័យមហានគរប្រទេសយើងសម្បូរទៅដោយអ្នកប្រាជ្ញបណ្ឌិតកវីនិងជាពិសេសនោះព្រះមហាក្សត្រភាគច្រើនដឹកនាំប្រទេសប្រកបដោយទសពិធរាជធម៌គិតប្រយោជន៍រាជជាធំជាហេតុធ្វើឲ្យប្រទេសមានសុខសន្តិភាពទឹកដីធំទូលាយនិងពោពេញទៅដោយសំណង់ស្ថាបត្យកម្មដ៏ច្រើនមហិមាចាអញ្ចឹងយើងឃើញសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរាល់ថ្ងៃដូចជាប្រាសាទអង្គរវត្តអីផ្សេងហ្នឹងឯងចាមកដល់សម័យកណ្ដាលដោយសារតែភ្លើងសង្គ្រាមញឹកញាប់ចាអញ្ចឹងគឺសារភ្លើងសង្គ្រាមជាញឹកញាប់ដោយសារពួកដែលប្រទេសជិតខាងនឹងឯងតែងតែឈ្លានពានអ្នកចេះដឹងជាច្រើនត្រូវបានគេសម្លាប់និងចាប់ជាឆ្លើយស្រុកជាហេតុធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្គមពោពេញទៅដោយអសន្តិសុខប្រជាជនរស់នៅក្នុងក្តីលំបាកសពបែបយ៉ាងក៏ព្រោះតែខ្វះនៅអ្នកចេះដឹងស្ដារប្រទេសចាអញ្ចឹងគឺដល់សម័យកណ្ដាលគឺយើងអន់ថយដោយសារតែសម្លាប់ប្រជាជនសម្លាប់អ្នកប្រាជ្ញបណ្ឌិតយើងជាច្រើនអញ្ចឹងធ្វើឲ្យប្រទេសយើងខ្វះអ្នកចេះដឹងដើម្បីស្ដារប្រទេសក្រឡេកមកក្នុងក្រុមគ្រួសារចានេះមិនប្រវត្តិសាស្ត្រណាអញ្ចឹងយើងចូលមកដល់ក្នុងគ្រួសារណាដែលមានឪពុកម្ដាយឬជាអាណាព្យាបាលជាមនុស្សស្ថិតក្នុងស្ថានភាពឪពុកម្ដាយឬអាណាព្យាបាលជាមនុស្សមើលក្នុងស្ថានភាពសង្គមជាក់ស្ដែងវិញចាអញ្ចឹងអាកន្លែងនេះរៀងឆ្កងបន្តិចអូនអាចកែទៅនឹងបន្តិចណាយើងអាចដាក់ថាក្រឡេកមកមើលក្រុមគ្រួសារណាដែលមានឪពុកម្ដាយដែលមានចំណេះវិជ្ជាឬក៏ដែលអវិជ្ជាគ្មានចំណេះជំនាញក្នុងគ្រួសារប្រឈមមុខនឹងអំពើហិង្សាព្រមទាំងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារផងដែរចាអញ្ចឹងអ្នកទៅសេកន្លែងនេះរៀងឆ្កងបន្តិចប៉ុន្តែអូនអាចកែសម្រួលបានអូនយល់ណាចំណែកឯគ្រួសារដែលមានចំណេះវិជ្ជាចំណេះជំនាញពិតប្រាកដដូចជាគ្រូបង្រៀនគ្រូពេទ្យនគរបាលប៉ូលីសទាហានអីដែលគាត់មានចំណេះវិជ្ជានៅក្នុងខ្លួននឹងឯងគ្រួសារនោះភាគច្រើនរស់នៅដោយសេចក្តីថ្លៃថ្នូរជីវភាពសមរម្យនិងការគោរពផ្ដល់តម្លៃគ្នាចាអញ្ចឹងយើងចប់ហើយឧទាហរណ៍យើងមិញគឺមានអក្សរសិល្ប៍មានប្រវត្តិសាស្ត្រនិងសង្គមជាក់ស្ដែងអញ្ចឹងយើងចូលមកដល់សរុបមតិសរុបសេចក្តីមកចាអញ្ចឹងសរុបមតិគឺមានហេតុនិងផលដែរយើងឃើញថាវិជ្ជាឬចំណេះជំនាញគឺពិតជាប្រភពដ៏សំខាន់នៃសុភមង្គលរបស់មនុស្សនៃសេចក្តីសុខសុភមង្គលរបស់មនុស្សពិតប្រាកដមែនព្រោះចាអញ្ចឹងអានេះហេតុសរុបសេចក្តីមកយើងឃើញថាចំណេះឬវិជ្ជាឬចំណេះជំនាញគឺ
ពិតជាប្រភពដ៏សំខាន់នៃសេចក្តីសុខសុភមង្គលរបស់មនុស្សពិតប្រាកដមែនព្រោះថាចំណេះវិជ្ជាបានធ្វើឲ្យមនុស្សមាននៅមុខរបរការងារទ្រព្យសម្បត្តិកិត្តិយសមុខមាត់អំណាចគុណធម៌និងជាពិសេសមាននៅគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងប្រសើរធ្វើឲ្យមនុស្សស្វែងរកបាននៅសេចក្តីសុខពិតប្រាកដទាំងផ្លូវកាយនិងផ្លូវចិត្តចាអញ្ចឹងគឺនេះគេហៅថាសរុបមតិអញ្ចឹងយើងទៅបន្តទៀតតាមការបកស្រាយលម្អិតយើងឃើញថាមតិដែលបានលើកឡើងខាងលើពិតជាមានអត្ថន័យល្អប្រសើរថ្លៃថ្លាព្រោះអញ្ចឹងហេតុនិងផលទេណាព្រោះហ្នឹងគឺផលដែលទទួលបានព្រោះបានបង្ហាញឲ្យឃើញច្បាស់អំពីតម្លៃនៃវិជ្ជាចំណេះជំនាញផ្សេងក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃឲ្យប្រសើរគ្រប់យ៉ាងដូចនេះក្នុងនាមយើងជាទំពាំងស្នងឫស្សីគ្រប់រូបត្រូវតែខិតខំវឹកហាត់បំពាក់បំពន់សមត្ថភាពរបស់ខ្លួនឲ្យមានចំណេះវិជ្ជាជំនាញដ៏ពិតប្រាកដដើម្បីលើកតម្កើងជីវិតរបស់ខ្លួនផ្ទាល់គ្រួសារនិងសង្គមទាំងមូលប្រកបដោយវឌ្ឍនភាពចាអញ្ចឹងគឺយើងឃើញណាតម្លៃនៃចំណេះវិជ្ជាតាមរយៈប្រធាននេះអញ្ចឹងក្នុងនាមយើងជាយុវជនជំនាន់ក្រោយជាទំពាំងស្នងឫស្សីត្រូវតែបំពាក់បំពន់បង្វឹកចំណេះជំនាញខ្លួនឯងឲ្យបានខ្លាំងដើម្បីលើកតម្កើងគ្រួសារខ្លួនឯងផងដើម្បីប្រទេសជាតិផងដើម្បីសង្គមឲ្យវាមានភាពរីកចម្រើនផងកាលណាសង្គមមួយសម្បូរទៅដោយអ្នកចេះដឹងនោះនឹងធ្វើឲ្យសង្គមនោះឆាប់មានការរីកចម្រើនដែរចាអញ្ចឹងគឺយើងបន្តទៅទៀតចាអរគុណច្រើនតែប៉ុណ្ណឹងអញ្ចឹងបណ្ដាំផ្ញើគឺអូនត្រូវចាំការសរសេរប្លង់តែសេចក្តីដូចអ្នកគ្រូប្រាប់មកអញ្ចឹងគឺសេចក្តីផ្ដើមគឺយើងចូលបន្ទាត់2គឺមានលំនាំបញ្ហាហើយនឹងចំណោទបញ្ហាដល់ពេលតួសេចក្តីគឺយើងចូលបន្ទាត់ឃ្លាភ្ជាប់សេចក្តីបញ្យលពាក្យបញ្យលនៃប្រធានគឺយើងអត់ចូលបន្ទាត់ទេយើងចូលបន្ទាត់កន្លែងបកស្រាយកំណត់សំខាន់បន្ទាប់មកយើងចូលបន្ទាត់កន្លែងសរុបមតិឧទាហរណ៍បាច់ចូលបន្ទាត់ទៀតទេហើយបន្ទាប់មកគឺយើងចុះបន្ទាត់នៅក្នុងសេចក្តីបញ្ចប់វិញគឺមានតែមួយទេគឺចុះបន្ទាត់តែមួយទេគឺតែមួយទេគឺវាយតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនអត់ច្បាច់ចុះបន្ទាត់ទេចាអញ្ចឹងយើងត្រូវចាំប្លង់ហើយការចុះបន្ទាត់មកអក្ខរាវិរុទ្ធត្រូវឲ្យបានស្អាតហើយខិតខំសិក្សាអត្ថបទអក្សរសិល្ប៍ឲ្យបានច្រើនដើម្បីលើកយកមកធ្វើជាអំណះអំណាងពេលសរសេរហើយអានស្ដាប់ត្រូវអានប្រវត្តិសាស្ត្រសិលធម៌បញ្ហាសង្គមផ្សេងៗឲ្យបានច្រើនដើម្បីសម្បូរគណិតនៅក្នុងការសរសេរចាអញ្ចឹងគឺអរគុណច្រើនចំពោះការយកចិត្តទុកដាក់សិក្សារៀនសូត្រតាមរយៈវីដេអូអ្នកគ្រូនេះអញ្ចឹងបើសិនជាមានចម្ងល់ត្រង់ចំណុចណាមួយបងប្អូនអាចសួរនៅក្នុងខមមិននិងអ្នកគ្រូនឹងធ្វើការឆ្លើយតបទៅតាមវីដេអូបន្តមកទៀតចាមានការយឺតយ៉ាវនៅក្នុងការផលិតវីដេអូដោយសារតែមានការរវល់នៅផ្ទះការរវល់អត់សូវមានពេលវេលាប៉ុន្តែក៏បានខិតខំជំរុញទឹកចិត្តខ្លួនឯងនៅក្នុងការផលិតនិងចែកចាយចំណេះដឹងដល់បងប្អូនជំនាន់ក្រោយដែរចាអរគុណច្រើន